រិត្រីសុស្ដីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរិត្រីការដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកផ្នែកមួយនៃអក្សរសាស្ត្រគឺចម្រៀងមនោសញ្ចេតនាយកមកបង្ហាញការរៀបរៀងឡើងមានវត្ថុបំណងសំខាន់4យ៉ាងទី1ជួយបន្ធូរអារម្មណ៍និងកាត់បន្ថយភាពតានតឹងនិងការហត់នឿយទាំងឡាយទី2ចងចែករំលែកបទពិសោធន៍ដល់អ្នកនិពន្ធទាំងឡាយទី3ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុករបៀបតែងចម្រៀងដ៏សម្បូរបែបទី4ចង់ទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅចម្រៀងទី9នៅតែក្តីអាល័យលាហើយសំឡាញ់ចូលគុំចុះចាញ់ឧបសគ្គជីវិតសុភ័ព្វព្រេងកើតមានដល់មិត្តសម្រេចដូចចិត្តដូចមិត្តប្រាថ្នាអោមហាវិទ្យាល័យចំណងនិស្ស័យក្នុងវ័យសិក្សាមកពីស្រុកស្រែចំការគ្រប់ខណ្ឌសីមាប្រាថ្នាចំណេះពេលនេះថ្ងៃនេះបែកគ្នាចម្រៀងច្រៀងលាទាំងអាល័យច្រើនឆ្នាំជួបដោយនិស្ស័យជួបមុខរាល់ថ្ងៃក្រេបយកវិជ្ជាថ្ងៃនេះបញ្ចប់សិក្សាថ្ងៃស្អែកបែកគ្នាទៅបម្រើការតែចិត្តនឹកគ្រប់វេលាថ្ងៃក្រោយជួបគ្នាសូមកុំបំភ្លេចលាហើយសាស្ត្រាចារ្យមិត្តគ្រប់អាត្មាលាឃ្លាតទៅឆ្ងាយទៅបំរើជាតិទាំងចិត្តសប្បាយយើងឃ្លាតតែកាយតែមិនឃ្លាតចិត្តនិពន្ធដោយខ្ញុំបាទសសេរីយុកោនិពន្ធនៅថ្ងៃទី1ខែ4ឆ្នាំ2001អរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកចម្រៀងជាភាសាដួងចិត្តរាត្រីសួស្ដីសូមជម្រាបលា